សូមជូនរឿងដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូរនិងនាងអរទេវីមួយឈ្មោះមេខលាអ្នកទាំងពីរបាននៅបម្រើមហារិសីដ៏មានររិតម្នាក់ដើម្បីនឹងរៀនវិជ្ជាមុនអាគមគាថាបិសាចនិងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាពេលតាបោះបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសប់ជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោហារាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទៅនៅលើស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេខលាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតហើយយកទៅដាក់ផ្ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅតតែដុំឈើនឹងចក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេខលាបានយកដុំឈើនោះទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នេះនាងក៏រកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបោះហេតុដូច្នេះបានជានាងអរទេវីត្រូវបានតាបោះសម្គាល់ថាប៉ិនប្រសប់ជាងបិសាចតាបោះជុកទឹកសន្សើមនោះឲ្យកែវទៅជាកែវហើយប្រកាសទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះក្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសកប់ពពកជ្រុកអចិន្លូនទៅកាន់កន្លែងណាក៏បានទាំងអស់នាងអរទេវីក៏ទទួលកែវនោះមកលើក្រវីឡើងលើស្រាប់តែហោះវិញទៅលើមេឃត្រង់ទៅមហាសាគរចំណែកឯរាមាសូរអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយយកទៅថ្វាយមហាឫសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយមុនអាគមគាថារបស់តាអាចជប់វត្ថុបែបនេះបានតែមួយដងទេពេលបានឮមហាតាបោះថាដូច្នេះរាមាសូរក៏កើតសេចក្តីទុំនោះពុនប្រមាណហើយក៏ស្រែកយំអណ្ដើអណ្ដក់យ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតាបោះក៏ប្រាប់ថាជូចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លោះដណ្ដើមយកកែវពីនាងអរទេវីមេខលាបាននាងមេខលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុតទឹកភ្លៀងដែលមានភ្លៀងម្ដងជួនអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាពេលរាមាសូរបានពូថៅមកកាន់នឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមកែវមនោហារាប៉ុន្តែពេលនាងមេខលាបានឃើញរាមាសូរភ្លាមនាងក៏យល់ឃើញថាបិសាចនេះប្រកាសជាមានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវក្រវីឡើងហោះទៅលើអាកាសវិហារខ្ពស់ក្រៃលែងខ្ពស់ពេលក្រលិចឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកវាចិត្តរួចក្រវៀងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនលឺសូរសម្បើមក្រៃលែងប៉ុន្តែឥតត្រូវនាងមេខលាទេចាប់តាំងពីពេលនោះមកទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយលឺសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុនេះហើយបានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពូថៅឬចបកាប់ក្បាលស្រួចឬដូចកំបិតថាកាំរុនទះហើយសន្មតរបស់ទាំងនេះថា
ជាព្រួញរបស់យក្សបាញ់នៅលើមេឃធ្លាក់មកដី ចង់បញ្ចប់នៃរឿងតើបងប្អូនយល់យ៉ាងណាដែរសូមខមមិនខាងក្រោមដើម្បីឲ្យ admin បានដឹងផង កុំភ្លេច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យ admin ផងណា